ដោយសារតែកញ្ចក់របស់ក្មេងប្រុសវាវែងពេកក្មេងពេញដល់ទៅទៀតមិនចង់លេងជាមួយនឹងគេអាប៉ោដោយសារតែខឹងខ្លាំងពេកគេក៏បានខំកញ្ចក់ទាំងអស់លេបចូលទៅក្នុងពោះនៅស្មានមកដល់ថាពោះរបស់គេបែរជាឈឺទ្រាំឡាញ់បាននៅវិនាទីបន្ទាប់មកគេក៏បានទៅបន្ទប់ទឹកដើម្បីចូលបន្ទប់ទឹកគេគិតថានឹងអាចកែបញ្ហាបានអ្នកណាទៅដឹងថាពោះរបស់គេបែរជាឈឺម្ដងទៀតអញ្ចឹងហើយអាប៉ោចាំបាច់ត្រូវទៅមន្ទីរពេទ្យលោកគ្រូពេទ្យផាន់ដាក៏បានសួរគេថាតើគេបានញ៉ាំរបស់កក្រិចមែនទេតែគេបែរជាបានប្រាប់ថាមិនបានញ៉ាំរបស់អ្វីទេអញ្ចឹងហើយលោកគ្រូពេទ្យក៏បានយកគេទៅត្រួតពិនិត្យនៅក្នុងកញ្ចក់ទូរទស្សន៍អាចមើលក្នុងក្បាលពោះរបស់អាប៉ោបាននៅក្នុងពោះឃើញថាពួកគេកំពុងតែតស៊ូនឹងគ្នាលោកគ្រូពេទ្យផាន់ដាបានប្រាប់ថានេះគឺជាកញ្ចក់ហើយនឹងtênញ៉ាដែលអាប៉ោបានលេបចូលពួកគេកំពុងតែដណ្ដើមទីកន្លែងនិងអាហារនៅក្នុងពោះបងប្អូនចូលទៅប្រយុទ្ធពួកគេកាន់តែប្រកួតពោះអាប៉ោកាន់តែឈឺខ្លាំងឡើងលោកគ្រូពេទ្យផាន់ដាបានឃើញដូច្នោះហើយក៏បានចុចកងតាក់មួយសម្លេងបានធ្វើឲ្យពួកគេទាំងសងខាងភ្ញាក់ផ្អើលហើយនឹងដកថយពោះរបស់អាប៉ោក៏បានបាត់ឈឺភ្លាមគេក្រោកឡើងចង់ត្រឡប់ទៅផ្ទះដើម្បីលេងបន្តតែគ្រូពេទ្យបានប្រាប់ថាពួកវាគ្រាន់តែពួនមួយផ្លេតតែប៉ុណ្ណោះបើពួកវាត្រឡប់មកវិញអាប៉ោប្រកាសជាឈឺម្ដងទៀតអញ្ចឹងហើយលោកគ្រូពេទ្យក៏បានយកថ្នាំមួយគ្រាប់ទៅឲ្យអាប៉ោមើលទៅរូបរាងប្រហែលជាគ្រប់គ្នាបានស្គាល់ហើយថ្នាំមួយនេះអាប៉ោបានដាក់ថ្នាំចូលទៅក្នុងមាត់នៅពេលដែលគេបានលេបចូលទៅក្នុងពោះហើយនោះលោកគ្រូពេទ្យនៅសង្កេតមើលពោះរបស់គេបន្តទៀតនៅពេលនោះកញ្ចក់នឹងtênញ៉ាបានចេញមកម្ដងទៀតការប្រយុទ្ធដ៏ធំមួយកំពុងតែនឹងកើតឡើងអាប៉ោគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ឃើញថាលោកគ្រូពេទ្យផាន់ដាបានចុចកងតាក់មួយថ្នាំសម្រាប់ព្រួនបានស្ទុះទៅរកមេរោគគឺដូច្នោះហើយវាក៏បានចូលទៅពួននៅក្នុងទឹកចំណែកឯtênញ៉ាដែលនៅខាងលើទាំង3បានព្យាយាមរារាំងថ្នាំមួយនោះនៅពេលដែលពួកវាបានចាប់ថ្នាំនោះចប់ហើយនោះទង្វើដែលធ្វើនៅក្នុងពោះរបស់អាប៉ោវាបានធ្វើឲ្យអាប៉ោមានការឈឺចាប់យ៉ាងខ្លាំងតែវិនាទីបន្ទាប់មកថ្នាំក៏បានផ្ទុះសម្រាប់tênញ៉ាលោកគ្រូពេទ្យផាន់ដានៅមានកប៉ាល់ជាមួយទឹកទៀតកុំតន់អាបញ្ញាបញ្ញាពេកក្រោយមកគ្រូពេទ្យបានបញ្ជាកុំជ្រួចចុះចូលទៅក្នុងទឹកគោលដៅគឺដើម្បីទៅកម្ចាត់មេរោគអ្នកណាទៅដឹងថាពួកគេបានបញ្ចេញសញ្ញារំខានមកបានធ្វើឲ្យកុំជ្រួចបាត់បង់ជំហរមួយរយៈវាត្រូវបានយើងគ្រប់គ្រងហើយហាធ្វើយ៉ាងណាល្អទៅប្រញាប់កម្ចាត់វាទាំងអស់ទៅតែពួកវាបានស្មានកម្លាំងរបស់កុំជ្រួចតិចពេកក្រុមការគ្រប់គ្រងរបស់គ្រូពេទ្យកុំជ្រួចបានចេញពីការរំខានយ៉ាងឆាប់រហ័សលើកនេះប្រើពេលវេលាប៉ុន្មាននាទីតែប៉ុណ្ណោះក៏កម្ចាត់មេរោគបានពោះរបស់អាប៉ោក៏ប្រសើរឡើងគេគិតថាអាចត្រឡប់ទៅផ្ទះវិញបានហើយតែគ្រូពេទ្យបានប្រាប់ថាវាមិនតាន់ចំហេតុអីនៅមិនតាន់ជាទៀតយកដៃរបស់អញចេញមកមើលកញ្ចក់របស់អញទៅក៏ក្រិចឲ្យវិញទៀតបើមិនកាត់កញ្ចក់ឲ្យស្អាតនោះទេtênញ៉ានឹងចូលទៅក្នុងពោះទៀតនៅពេលនេះខ្ញុំនឹងកាត់កញ្ចក់ឲ្យស្អាតអាប៉ោទៅតែបានដឹងថានៅក្នុងកញ្ចក់វាអាចមានបាក់តេរីនិងមេរោគជាច្រើនទៀតលាក់ខ្លួនអញ្ចឹងហើយបងប្អូនដែលនៅមុខកញ្ចក់ក្មេងៗត្រូវតែចាំទុកថាត្រូវតែលាងដៃឲ្យស្អាតនិងកាត់កញ្ចក់ជាញឹកញាប់ធ្វើបែបនេះទើបអាចការពារមិនឲ្យtênញ៉ាចូលទៅក្នុងពោះបានអូខេខ្ញុំបាទសំណាងជួបគ្នានៅវីដេអូក្រោយបើសិនជាចូលចិត្តកុំភ្លេចជួយ like និង share follow page ម្នាក់មួយផងបាទ